Hello សួស្តីអ្នកទាំងអស់គ្នាសូមស្វាគមន៍មកកាន់ការសម្រាយសាច់រឿងហើយថ្ងៃនេះដែរ admin ក៏បានលើកយកនៅរឿងចាស់មួយក៏ប៉ុន្តែថ្មីសម្រាប់ admin តែម្ដង admin សូមដាក់ចំណងជើងនៅរឿងមួយនេះថាមេដឹកនាំបកដល់អស្ចារ្យល្អមើលឬក៏យ៉ាងណាកុំភ្លេច comment ខាងក្រោមវីដេអូឲ្យ admin ម្នាក់មួយផងកុំឲ្យខាតពេលយូរចូលមកដល់សាច់រឿងរបស់យើងតែម្ដងទៅសាច់រឿងក៏បានចាប់ដើមនៅពេលនោះដែរយើងក៏បានឃើញនៅបុរសម្នាក់ហើយសម្លៀកបំពាក់របស់គេក៏មាននៅពណ៌លឿងគេក៏មានឈ្មោះថាឆាំងស៊ូគឺជាតួអង្គរបស់យើងនឹងឯងនៅពេលនោះគេក៏បានជន់ទៅកាន់បុរសម្នាក់គេក៏បាននិយាយថាអ្នកក្លាហានណាខ្ញុំមើលទៅរាងកាយរបស់លោកពិតជារឹងមាំពិតមែនខ្ញុំគិតថាលោកពូកែខាងក្បាច់គុណជាមិនខានដូច្នេះហើយតើលោកមានចំណាប់អារម្មណ៍ចូលនៅក្នុងបករបស់យើងដែរឬទេតែតើជាមួយនឹងបករបស់គេក៏មានឈ្មោះថាបកចឹងដែរខ្ញុំនឹងសន្យាថាបង្ហាត់លោកឲ្យខ្លាំងជាងគេហើយជន់ក្បាលរបស់គេហើយបបួលគេចូលទៅក្នុងបកទៀតបន្ទាប់មកបុរសម្នាក់នោះក៏បានឲ្យឆាំងស៊ូនឹងលើកជើងចេញពីមុខរបស់គេទៅតើជាមួយនឹងឆាំងស៊ូគេក៏បានសុំទោសផងដែរមុននេះគេក៏បានឃើញបុរសម្នាក់នោះនិយាយលេងសើចជាមួយនឹងសិស្សដ៏ស្រស់ស្អាតរបស់ឆាំងស៊ូដូច្នេះហើយគេក៏បានយល់ច្រឡំក៏បានវាយទៅកាន់បុរសម្នាក់នោះក្លែកមកមើលបុរសម្នាក់នោះវិញនៅតែមិនអស់ចិត្តជាមួយនឹងសម្រស់របស់នាងហើយទោះបីជាឆាំងស៊ូនិយាយយ៉ាងណាក៏ដោយគាត់នៅតែមិនខ្វល់គេក៏បានក្លែកច្រឡំមើលទៅកាន់នារីម្នាក់នោះថែមទៀតហើយឆាំងស៊ូគេនៅតែបបួលបុរសម្នាក់នោះចូលទៅក្នុងបកចង្ដែករបស់គេដដែលក៏ប៉ុន្តែបុរសម្នាក់នោះគេមិនចាប់អារម្មណ៍ចូលទៅក្នុងបករបស់ឆាំងស៊ូឡើយក៏បានចាប់អារម្មណ៍ទៅកាន់នារីម្នាក់នោះទៅវិញឆាំងស៊ូឃើញបែបនេះក៏បាននិយាយថាហើយខ្ញុំមើលទៅលោកពិតជាគ្មាននិស្ស័យជាមួយនឹងបកចង្ដែករបស់ខ្ញុំទេហើយនារីម្នាក់នោះក៏មានឈ្មោះថាឈិនឈៀនគេក៏បានសួរទៅកាន់ឈិនឈៀនថាមុននេះតើបុរសម្នាក់នេះធ្វើបាបនាងតើមែនទេឈិនឈៀនក៏បានប្រាប់ថាបុរសម្នាក់នេះគ្រាន់តែប៉ះជើងគេតែប៉ុណ្ណោះឬបែបនេះឆាំងស៊ូរបស់យើងក៏បានខឹងខ្លាំងមែនទែនក៏បានដាក់ទៅលើបុរសម្នាក់នោះមួយដៃថែមមួយដៃទៀតក៏បានធ្វើឲ្យបុរសម្នាក់នោះឡើងប៉ើងហុយដេកជីងឆាំងស៊ូគេមិនអស់ចិត្តនោះទេក៏បានចាប់ច្រមុះរបស់បុរសម្នាក់នោះក្រវាត់ទៅលើមេឃបាត់ទៅហើយបុរសម្នាក់នោះក៏បាននិយាយថាថ្ងៃក្រោយគេនឹងមកសងសឹកមិនកើតបើប៉ើងទៅដល់មេឃបាត់ហើយនឹងបន្ទាប់ពីវាយបុរសម្នាក់នោះហើយឆាំងស៊ូក៏បានសួរទៅឈិនឈៀនថាថ្វីដៃរបស់គេអំបញ្ញមិញនេះតើយ៉ាងម៉េចដែរឈិនឈៀនក៏បានតបទៅវិញថាថ្វីដៃអំបញ្ញមិញនេះខ្លាំងបានតែមុខគេតែប៉ុណ្ណោះក៏លេចមើលឆាំងស៊ូណែវិញពិតជាអន់ចិត្តខ្លាំងមែនទែនហើយថ្វីដៃប៉ុណ្ណឹងហើយនៅថាអន់ទៀតកំពុងតែនិយាយក៏លេចទៅមើលឈិនឈៀនដើរទៅមុនគេបាត់បន្ទាប់មកអ្នកទាំងពីរក៏បានធ្វើដំណើរចាក់ចេញពីទីនោះទៅនៅពេលដែលឆាំងស៊ូកំពុងតែដើរនោះនៅក្នុងខ្លួនរបស់គេក៏មាននៅឆ្មាមួយក្បាលឆ្មាមួយនោះក៏បាននិយាយថាថ្វីដៃរបស់ឆាំងស៊ូអំបញ្ញមិញនេះពិតជាអស្ចារ្យណាស់ថ្ងៃមុខច្បាស់ជាខ្លាយជាអ្នកខ្លាំងជាងគេនៅក្នុងទឹកដីមួយនេះជាមិនខានហើយឆាំងស៊ូគេមិនខ្វល់នោះទេក៏បានចាប់ឆ្មាមួយនោះក្រវាត់តែម្ដងសាច់រឿងក៏បានចាក់បញ្ចាំងឲ្យឃើញថានៅពេលដែលឆាំងស៊ូគេធ្វើដំណើរមកដល់ទីនេះគេក៏បានធ្វើការនៅក្នុងក្រុមហ៊ុនបច្ចេកវិទ្យាមួយដោយសារការពិសោធន៍របស់ក្រុមហ៊ុនមួយនោះបានធ្វើឲ្យឆាំងស៊ូមកដល់ទីនេះខណៈពេលនោះដែរគេក៏បានធ្លាក់ពីលើមេឃមកដល់កន្លែងមួយហើយគេក៏បានងើបឈរឡើងមិនទាន់នឹងឈរស្រួលបួលផងក៏មាននៅផ្លាកមួយធ្លាក់មកត្រូវគេបាត់ទៅហើយឆាំងស៊ូពិតជាឆ្ងល់ខ្លាំងមែនទែនតើទីនេះជាកន្លែងណាទៅគេក៏បានសម្លឹងទៅកាន់ផ្លាកមួយនោះដែលមានឈ្មោះថាបកឆ្អឹងដែកគឺជាបករបស់គេនៅថ្ងៃមុខនឹងឯងកំពុងតែឈរសក់ក៏មាននៅពន្លឺមួយយ៉ាងលេចចេញមកហើយក្នុងពន្លឺមួយនោះដែរក៏មាននៅសត្វឆ្មាមួយក្បាលសត្វឆ្មាមួយនោះក៏បាននិយាយថាប្រព័ន្ធក៏ត្រូវបានបើកដំណើរការឆាំងស៊ូពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅពេលដែលឃើញឆ្មាចេះនិយាយឲ្យចំទៅឆ្មាមួយក្បាលនេះគឺជា system នឹងឯងដូច្នេះហើយឆាំងស៊ូក៏បានសួរទៅកាន់ឆ្មាមួយនោះថាតើមកពីណាហើយឆ្មាមួយនោះក៏បានប្រាប់ថាគេគឺជា system គ្រប់គ្រងនៅប្រព័ន្ធមួយនេះក៏បានត្រូវបញ្ជូនមកនៅក្នុងអវកាសមួយនេះហើយគេនឹងនៅជាមួយនឹងឆាំងស៊ូនៅពេលដែលឆាំងស៊ូត្រូវការអ្វីគេនឹងផ្ដល់ឲ្យដូច្នេះហើយឆាំងស៊ូគួរណាតែរកឈ្មោះដាក់ឲ្យឆ្មាមួយក្បាលនេះឆាំងស៊ូក៏បានសម្លឹងទៅកាន់ឆ្មាមួយនោះក៏បានឃើញថានៅក្នុងខ្លួនរបស់ឆ្មាមួយនោះក៏មាននៅកណ្ដឹងមួយដូច្នេះហើយឆាំងស៊ូក៏បានដាក់ឈ្មោះឲ្យឆ្មាមួយនោះថាដេងដាំងបន្ទាប់ពីដាក់ឈ្មោះឲ្យដេងដាំងរួចហើយឆាំងស៊ូក៏បាននឹកឃើញនៅគំនិតមួយគេក៏បានដាក់ឈ្មោះនៅក្នុងប្រព័ន្ធរួចមកហើយដូច្នេះហើយនៅក្នុងប្រព័ន្ធគួរណាតែផ្ដល់ឲ្យគេនៅពេលនេះបន្ទាប់មកគេនឹងយកឈ្នះជើងខ្លាំងនៅក្នុងទឹកដីមួយនេះឲ្យខ្លាចជាព្រះអមតៈដល់កំពូលតែម្ដងដេងដាំងក៏បានប្រាប់ទៅឆាំងស៊ូថាភារកិច្ចដែលឆាំងស៊ូត្រូវតែធ្វើនៅពេលនេះមិនមែនយកឈ្នះជើងខ្លាំងទាំងនោះទេជាងនេះទៅទៀតឆាំងស៊ូត្រូវតែធ្វើឲ្យបកចង្ដាច់របស់គេឲ្យខ្លាចជាបកដែលខ្លាំងបំផុតនៅក្នុងទ្វីបមួយនេះហើយតាក់ទងជាមួយនឹងចំនួនសិស្សនៅក្នុងបកមួយនេះមានចំនួនដល់100,000នាក់ឯណោះហើយបើសិនជាភារកិច្ចមួយនេះបរាជ័យនៅក្នុង system មួយនេះច្បាស់ជារលីមិនខានគ្រាន់តែលើបែបនេះភ្លាមឆាំងស៊ូពិតជាភ្ញាក់ផ្អើលខ្លាំងមែនទែននៅក្នុងរយៈពេល1ឆ្នាំដើម្បីឲ្យបកមួយនេះខ្លាំងក្លាបំផុតតើគេធ្វើបានដោយ
របៀបណាទៅហើយថែមទាំងគ្រប់គ្រងនៅសិស្សចំនួន100,000នាក់ទៀតហើយទោះបីជាលំបាកយ៉ាងណាក៏ដោយឆាំងស៊ូត្រូវតែបំពេញនៅភារកិច្ចមួយនេះឌីងដាំងគេក៏បានអបអរទៅកាន់ឆាំងស៊ូដែលគេបានទទួលធ្វើនៅភារកិច្ចមួយនេះបានដោយជោគជ័យដូច្នេះហើយរង្វាន់ដែលឆាំងស៊ូត្រូវទទួលបាននោះគឺចិញ្ចៀនវីតាមុនមួយបន្ទាប់មកឌីងដាំងក៏បានបញ្ចេញនៅចិញ្ចៀនមួយនោះចេញមកហើយយើងបានឃើញថាចិញ្ចៀននោះវាពិតជាធំខ្លាំងមែនទែនឆាំងស៊ូឃើញចិញ្ចៀនធំបែបនេះគេក៏បានសួរថាតើពាក់វាបានដោយរបៀបណាទៅនៅពេលដែលឆាំងស៊ូប៉ះនៅចិញ្ចៀនមួយនោះគេក៏ត្រូវបានឆ្លងមកកន្លែងមួយទៀតនៅទីកន្លែងនោះវាហាក់បីដូចជាលំហមួយដែលពោពេញទៅដោយផ្ទៃទឹកនៅពេលដែលឆាំងស៊ូដើរទៅមុខបន្តិចក៏បានចំពប់ជើងដួលជាមួយនឹងថ្មមួយដុំហើយគេក៏បានទាត់ដុំថ្មមួយនោះមួយជើងខណៈពេលនោះដែរឌីងដាំងក៏បានចេញមកស្វាគមន៍ទៅកាន់ឆាំងស៊ូដែលធ្វើដំណើរមកកាន់លំហនៅក្នុងប្រព័ន្ធហើយឆាំងស៊ូនេះវិញគេពិតជាឆ្ងល់ខ្លាំងមែនទែនហើយអ្វីគេចំពប់ជើងដួលជាមួយនឹងដុំថ្មមួយដុំនេះហើយគេក៏បានយកដុំថ្មមួយនោះមកស្ដាប់ក៏បានលើចង្វាក់បេះដូងចេញពីថ្មមួយដុំនោះទៅវិញនៅពេលនោះដែរឆាំងស៊ូក៏បានគិតថាច្បាស់ជាមានទេវតាស្ថិតនៅក្នុងនេះជាក់ជាមិនខានដូច្នេះហើយបើសិនជាមានទេវតាស្ថិតនៅក្នុងនេះពិតមែនឆាំងស៊ូនឹងសុំទៅកាន់ទេវតាមួយនោះឲ្យទេវតានឹងបង្រៀនពីបច្ចេកទេសចុងក្រោយឲ្យគេខ្លាចជាអ្នកខ្លាំងបំផុតនៅក្នុងទ្វីបមួយនេះហើយគេនឹងធ្វើអំពើល្អកុំចាត់អំពើអាក្រក់ឲ្យមនុស្សគ្រប់គ្នាគោរពគេតែម្ដងហើយទោះបីជាមិនមែនរឿងពិតក៏ដោយដុំថ្មមួយនេះវាច្បាស់ជាវត្ថុបុរាណដែលបានបាត់ជាយូរណាស់មកហើយជាក់ជាមិនខានបន្ទាប់មកឆាំងស៊ូរបស់យើងក៏បានថើបទៅកាន់ដុំថ្មមួយនោះហើយដុំថ្មមួយនោះក៏បានបញ្ចេញនៅនីតិចេញមកការពិតទៅដុំថ្មមួយនេះវាគឺជាក្របបែកនឹងឯងឆាំងស៊ូក៏បានបោះដុំថ្មមួយនោះចោលឃើញបែបនេះឌីងដាំងក៏បានប្រាប់ទៅកាន់ឆាំងស៊ូថាដុំថ្មមួយនេះគឺជាដុំថ្មបំផ្ទុះព្រលឹងហើយវាក៏មានការគិតនិងអារម្មណ៍ឯករាជ្យបើសិនពួកយើងធ្វើឲ្យវាមិនសប្បាយចិត្តនីតិរបស់វាគឺដើរថយក្រោយយ៉ាងលឿនគ្រាន់តែលើបែបនេះភ្លាមឆាំងស៊ូភ័យប្រហើយគេក៏បានយកធុក3សរសៃលួចចង្គង់សំពះទៅកាន់ដុំថ្មមួយនោះអំបីមិញនេះគេគ្រាន់តែចំពុកជើងដួលជាមួយនឹងដុំថ្មនេះតែប៉ុណ្ណោះដូច្នេះហើយសូមជួយអនុគ្រោះដល់រូបគេផងឆាំងស៊ូក៏បានសម្លឹងទៅកាន់ថ្មមួយដុំនោះវាហាក់បីដូចជាគ្មានប្រតិកម្មអ្វីឡើយគេពិតជាភ័យខ្លាំងមែនទែននៅពេលដែលឃើញបែបនេះឆាំងស៊ូក៏បាននឹកឃើញនៅគំនិតមួយទៀតគេក៏បានដាក់ដៃរបស់គេបញ្ចេញនៅរូបបេះដូងចេញមកសំទោសទៅកាន់ដុំថ្មមួយនោះខណៈពេលនោះដែរឌីងដាំងក៏បាននិយាយថានៅពេលនេះដែរប្រព័ន្ធក៏បានចាប់ផ្ដើមដំណើរការដូច្នេះហើយបើសិនជាឆាំងស៊ូប្រព្រឹត្តនៅអំពើមិនល្អនៅក្នុងអំឡុងពេលដំណើរការនេះព្រលឹងរបស់ឆាំងស៊ូច្បាស់ជាផ្ទុះចាក់ជាមិនខានគ្រាន់តែលើបែបនេះភ្លាមឆាំងស៊ូមិនដឹងថាធ្វើយ៉ាងម៉េចនោះទេគេច្បាស់ជាស្លាប់មិនខានឡើយខណៈពេលនោះដែរឌីងដាំងក៏បាននិយាយថាគេនឹងផ្ដល់ឲ្យអំណោយដំបងគេបង្អស់មកឲ្យឆាំងស៊ូនៅពេលនេះឌីងដាំងក៏បានបញ្ចេញនៅដាវវីតាមុនមួយចេញមកឆាំងស៊ូក៏បានយកដាវមួយនោះមកមើលគេក៏បានឃើញថាដាវមួយនោះវាពិតជាមានទំហំតូចពិតមែនឆាំងស៊ូក៏បាននិយាយថានៅក្នុងប្រព័ន្ធមួយនេះមិនគួរឲ្យទុកចិត្តនោះទេខណៈពេលនោះដែរគេក៏បានសួរទៅកាន់ឌីងដាំងបន្ថែមទៀតតើត្រូវធ្វើដូចម្តេចដើម្បីកែលម្អនិងកសាងបកមួយនេះឡើងមកគ្រាន់តែលើបែបនេះភ្លាមឌីងដាំងគេមិននិយាយអ្វីនោះទេគេក៏បានសម្រាលខ្លួនទៅលើលំហបង្កើតចេញជាបកដ៏ធំមួយចេញមកហើយគេមិនមែនបង្កើតតែបកតែប៉ុណ្ណោះទេគេក៏បានប្រែក្លាយខ្លួនរបស់គេក្លាយជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់កលែកមកមើលឆាំងស៊ូនេះវិញគេក៏បានញាក់ផ្អើលហើយហាមាត់ឡើងប៉ុណ្ណាណីបន្ទាប់មកឌីងដាំងគេក៏បាននិយាយអំពីប្រវត្តិរបស់មេដឹកនាំនៃបកចង្ដៃមួយនេះក៏មានឈ្មោះថាវ៉ាំងនៅពេលដែលគាត់នៅវ័យជំទង់នោះគាត់ក៏បានលោតពីលើច្រាំងថ្មដ៏ចោតមួយក៏ប៉ុន្តែគេមិនស្លាប់នោះទេហើយបន្ទាប់មកគេក៏បានបង្កើតនៅបកមួយក៏បំណងដែលធំបំផុតនៅក្នុងបករបស់គេគឺធ្វើជាមនុស្សដែកដូច្នេះហើយមេដឹកនាំវ៉ាំងក៏បានខំប្រឹងប្រែងដឹកនាំនៅបកមួយនេះទីបំផុតការខំប្រឹងប្រែងរបស់គេបានត្រឹមតែកម្រិតទាបតែប៉ុណ្ណោះរឿងមួយនេះហើយក៏បានធ្វើឲ្យមេដឹកនាំវ៉ាំងពិបាកចិត្តយ៉ាងខ្លាំងឈានទៅដល់ការផឹកស្រាយ៉ាងច្រើនខណៈពេលដែលគេស្រវឹងស្រានោះគេក៏បានធ្លាក់ចូលទៅក្នុងច្រាំងថ្មចោតមួយដោយចៃដន្យចាប់ពីពេលនោះមកគឺបាត់អវត្តមានរបស់គាត់រហូតដល់សពថ្ងៃនេះនៅពេលនោះដែរឆាំងស៊ូក៏បានដឹងថានៅក្នុងបកពេលនេះគឺមានតែរូបគេម្នាក់គត់តែប៉ុណ្ណោះខណៈពេលនោះដែរក៏មាននៅអក្សរជាច្រើនលេចចេញមកហើយឆាំងស៊ូពិតជាឆ្ងល់ខ្លាំងមែនតែនតើអក្សរទាំងនេះមានន័យយ៉ាងណាដែរឌីងដាំងក៏បានប្រាប់ទៅឆាំងស៊ូថានៅពេលនេះដែរឆាំងស៊ូត្រូវតែជ្រើសរើសនៅសមាជិកបន្ថែមទៀតដើម្បីចូលនៅក្នុងបកមួយនេះដើម្បីសង្កេតឈ្មោះរបស់បកឡើងមកវិញបន្ទាប់មកឆាំងស៊ូនឹងទទួលបានតម្លៃវិភាគបូករួមជាមួយនឹងកេរ្តិ៍ឈ្មោះរបស់បកឡើងវិញហើយឆាំងស៊ូនឹងទទួលបានទ្រព្យសម្បត្តិបន្ថែមទៀតទាក់ទងជាមួយនឹងតម្លៃនៃការចូលរួមចំណែកនេះវាត្រូវបានផ្លាស់ប្ដូរដោយទ្រព្យសម្បត្តិដែលស្ថិតនៅក្នុងសាលាគុនផងដែរឬឌីងដាំងនិយាយបែបនេះក៏បានធ្វើឲ្យឆាំងស៊ូដឹងថាក្បាច់គុនវាប្រៀបដូចជាអាវុធមួយដែលមានមុខស្រួចរបស់វីរៈបុរសហើយខ្ញុំត្រូវធ្វើយ៉ាងណាដែរនៅពេលនេះឌីងដាំងក៏បានប្រាប់ទៅឆាំងស៊ូថាដើម្បីទទួលបាន
នៅតម្លៃនៃការរួមចំណែកនេះយ៉ាងហោចណាស់ក៏ត្រូវតែមានមនុស្សម្នាក់ដែរដើម្បីបង្កើតនៅសាលាគុនមួយដែលអាចកំបាំងបំផុតបន្ទាប់មកឆាំងស៊ូក៏បានយល់អំពីឌីងដាងនិយាយអ្វីដែលហៅថាមេដឹកនាំបកដែលខ្លាំងបំផុតតាមពិតគឺជាការជ្រើសរើសសមាជិកនឹងឯងឆាំងស៊ូក៏បានសម្រាប់ខ្លួនទៅលើគេក៏បាននិយាយថាចាប់ពីថ្ងៃនេះទៅគេនឹងធ្វើឲ្យបកចង្ដែកមួយនេះខ្លាចជាបកឈានមុខគេបំផុតនៅក្នុងទ្វីបមួយនេះហើយសាច់រឿងនៅភាគទី1នេះក៏បានចប់នៅត្រង់ចំណុចនេះខុសឆ្គងនៅកន្លែងណាមួយសំខាន់ទេនឹងអភ័យទោសដល់ admin ផងហើយ admin សូមចាត់អ្នកទាំងអស់គ្នា comment ខាងក្រោមវីដេអូម្នាក់មួយផងល្អមើលឬក៏យ៉ាងណានៅពេលនេះដែរ admin សូមបាយបាយហើយបាយបាយ